តើអូខេបងប្អូនអ្នកនេះបងប្អូនអ្នកខ្លះដែលជួបបញ្ហានៅលើ Windows របស់បងប្អូនដាច់ license ក៏ដូចជា Word Excel របស់បងប្អូនដាច់ license ថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបក្នុងការដោះស្រាយបញ្ហានេះជូនបងប្អូនតែម្ដងអូខេអញ្ចឹងយើងទៅតាមដានវីដេអូទាំងអស់គ្នាតើអូខេអញ្ចឹងជាដំបូងបងប្អូនទៅតែមានជាមួយនឹងបងប្អូនអាចចូលទៅ check មើលថា Excel របស់បងប្អូនហ្នឹងដាច់ license ហើយឬនៅអញ្ចឹងបងប្អូននេះវាបានធ្វើការទាមទារ license គឺយើងអាចទៅចូលវាយឬក៏កែឯកសារអីបានទេទៅលើ Excel ឬក៏ Word របស់បងប្អូនហើយទៅនឹង Windows វាអាចនឹង load ជាមួយនឹង license នៅខាងស្ដាំដៃខាងស្ដាំនេះបងប្អូនវានឹងដាក់ពាក្យថា activate អញ្ចឹងបងប្អូនអូខេអញ្ចឹងដើម្បីធ្វើការ activate បានបងប្អូនគ្រាន់តែមានជាមួយនឹង file មួយនេះបងប្អូន file មួយនេះបងប្អូនចឹងបងប្អូនគ្រាន់តែមានជាមួយនឹង file AMS AIO នេះមួយមកបងប្អូនគ្រាន់តែមាន file នេះមួយបងប្អូននឹងធ្វើការ activate បានទាំង Office និង Excel ហើយទាំង Word ទាំងអីទាំងអស់ទាំង Windows អីគឺបានទាំងអស់អញ្ចឹងដើម្បីទទួលបាន file នេះបងប្អូនអាចឆាតចូល Telegram ខ្ញុំបានខ្ញុំធ្វើការដាក់ជូនអូខេអញ្ចឹងដើម្បី activate បានបងប្អូនគ្រាន់តែនៅពេលដែលបងប្អូនយក file ហ្នឹងពីខ្ញុំហើយបងប្អូនគ្រាន់តែចុចcopy ឬក៏ខាត់វាចូលទៅដាក់ក្នុង folder របស់បងប្អូនហើយបងប្អូនចុច display C ហើយដាក់ក្នុង port drive C ដាក់នៅខាងក្រោម Windows នេះមកបងប្អូនធ្វើការផាសវាចូលមកហើយបន្តមកយើង activate ទាំងគ្នាអូខេអញ្ចឹងយើងចាំតមកបងប្អូនគ្រាន់តែចុចជាមួយនឹង double click លើវាបងប្អូនធ្វើការចូល activate កន្លែងនេះបងប្អូនចុច yes មួយមកហើយមកដល់ត្រង់ចំណុចមួយនេះបងប្អូនចុចយកលេខ3កន្លែងនេះវាមានដាក់3 option អញ្ចឹងដើម្បីចូលទៅកាន់ activate នៃ Windows និង Office បងប្អូនចុចលេខ3មកយើងអាចមើលតាម comment របស់វាអញ្ចឹងបងប្អូនចុចលេខ3នៅលើ keyboard ទៅដល់ចំណុចនេះមួយទៀតវានឹងដាក់ឲ្យយើងជ្រើសរើស5 option សម្រាប់ option ទី1បងប្អូនធ្វើការ activate តា Windows ហើយចំណែក option ទី2បងប្អូនធ្វើការ activate តា Office ហើយតើទៅនឹង option ទី3បងប្អូនធ្វើការ activate all តែម្ដងអូខេអញ្ចឹងដើម្បីភាពងាយស្រួលគឺបងប្អូនចុចលេខ3មកដើម្បីយើងធ្វើការ activate all តែម្ដងទាំង Office និង Windows អញ្ចឹងបងប្អូនចុចលេខ3វានឹងធ្វើការ run នៅ comment ហ្នឹងហើយបងប្អូនអាចចាំពី50 second ទៅ1នាទីទៅបងប្អូនហើយតើទៅនឹងការ activate ហ្នឹងបងប្អូនទៅតែបើកជាមួយនឹង Wi-Fi ទៅវា activate បានអូខេអញ្ចឹងវាដល់ចំណុចនេះវាកំពុងតែធ្វើការ activate នៃ Office របស់យើងហើយបងប្អូនអាចចាំបន្តិចទៅវានឹងធ្វើការ run ទាំងអស់តែម្ដងអូខេអញ្ចឹងវានឹងធ្វើការដើរម្ដងទៀតបងប្អូនហើយតើតើនឹងការ activate នេះបងប្អូនចង់បាននៅ comment ហ្នឹងអាចឆាតតាមលេខ Telegram ខ្ញុំបានអូខេអញ្ចឹងមកដល់ត្រង់ចំណុចនេះបងប្អូននឹងឃើញគេដាក់back key ថយក្រោយវិញទៅអញ្ចឹងវាធ្វើការ activate ហើយអញ្ចឹងបងប្អូនគ្រាន់តែចុចលើ enter លើ key ណាមួយក៏បានឬក៏ចុចខ្វែងតែម្ដងទៅក៏បានដែរអូខេនេះខ្ញុំបានធ្វើការ activate ហើយតើតើនឹង file ហ្នឹងបងប្អូនត្រូវតែដាក់នៅ drive C អូខេអញ្ចឹងនៅពេលដែលវាបានធ្វើការ activate ហើយបងប្អូនចូលទៅកាន់យើងចូលទៅមើលExcel របស់យើងតើវាបានធ្វើការ activate ហើយឬនៅអញ្ចឹងបងប្អូនអញ្ចឹងយើងចូលទៅកាន់មកនេះបងប្អូនអញ្ចឹងយើងមានន័យថាយើងចូលបានហើយយើងអាចធ្វើការវាយឯកសារកែឯកសារអីបានវិញអស់ហើយបងប្អូនអញ្ចឹងគឺថាងាយស្រួលមែនទែនសម្រាប់បងដែលគាត់ចង់បានជាមួយនឹង file activate ហើយបងប្អូនអាចឆាតចូល page ឬក៏ Telegram បានយើងធ្វើការដាក់file នឹងជូនបងប្អូនតែម្ដងហើយពលមានអត់អាចឆាត់ចូល page ក៏បានដែរហើយតើតើនឹង file នេះដែរវាអាចទៅ activate បានរហូតដល់188ថ្ងៃបងប្អូនអញ្ចឹងវាអត់ដាច់ license ទេហើយវានឹង auto refresh រហូតតែម្ដងហើយគឺថាងាយស្រួលមែនទែនខ្ញុំនឹងនេះខ្ញុំឆែកទៅលើ Excel ហើយមួយទៀតខ្ញុំតេស្តទៅលើ Word អូខេអញ្ចឹងយើងអាចចូលកែឬក៏វាយអីបានអស់ហើយវាអត់មានដាច់ license អីទៀតទេគឺថាងាយស្រួលមែនទែនអញ្ចឹងបងប្អូនគ្រាន់តែចុច option តាមនៃ comment វាទៅហើយឬក៏បងប្អូនអត់ចេះអាចឆាតចូល Telegram ខ្ញុំបានខ្ញុំនឹងធ្វើការប្រាប់ពីរបៀបជូនតែម្ដងអូខេអញ្ចឹងបងប្អូនពេញចិត្តនៅវីដេអូមួយនេះកុំភ្លេចជួយចុច like ជួយ share ម្នាក់មួយផងដើម្បីទទួលបានវីដេអូនិងចំណេះដឹងផ្សេងៗទៀតជាមួយនឹង laptop ទាំងអស់គ្នាអូខេអរគុណ